បញ្ហាកម្ពុជាបញ្ជូនទៅ ICJ គឺទៅតុលាការយុត្តិធម៌អន្តរជាតិវាជាការកប់ជួនណាស់កាលពី63ឆ្នាំមុនគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962គឺ63ឆ្នាំមុនគឺពីម្សិលគឺបកូនណាព្រះបិតាប្រងបានយកឈ្នះនៅតុលាការការក្តីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់សុខុតក៏បានចុះហត្ថលេខាបញ្ជូនទៅ ICJ គឺចំថ្ងៃដដែលណាវាជាការកប់ជួនតែនេះគឺជាលិខិតដែលបញ្ជូនចេញហើយសំណុំរឿងដទៃទៀតនឹងបញ្ជូនតាមក្រោយហេតុអីបានយើងត្រូវយកបញ្ហានេះទៅ ICC ចំណុចនេះដោយសារតែភាគីទាំងពីរមិនអាចចុះសម្រុងគ្នាបានទេនៅអាតំបន់ទាំង4ហ្នឹងអត់ចុះសម្រុងគ្នាបានទេបើភាគីទាំងពីរមិនអាចរកឃើញនៅការចុះសម្រុងគ្នាជំរឿសរបស់យើងត្រូវយកជំរឿសសន្តិភាពនិងជំរឿសនៃការអនុវត្តច្បាប់អន្តរជាតិសន្តិភាពទាំងពីរនោះសុទ្ធតែសន្តិភាពទាំងអស់យន្តការទ្វេភាគីនៃការចរចាក៏សន្តិភាពយន្តការចូលទៅក្នុងតុលាការក៏សន្តិភាពមិនមែនបានសក្តិថាបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិគឺជាការបង្កសង្គ្រាមឬបង្កើតសង្គ្រាមទេណាបង្កើតសង្គ្រាមទេវាច្បាស់លាស់ហើយសូម្បីតែក្នុងប្រមាណថ្ងៃកន្លងទៅវាគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការតែគេថាបើចង់បានដីហ្នឹងចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នាកម្ពុជាមិនមែនខ្វះអាវុធឬខ្វះកម្លាំងដើម្បីវាយគ្នាទេតែកម្ពុជាមិនចង់វាយគ្នាទេកម្ពុជាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែមកការពារទឹកដីរបស់ខ្លួនទេហើយតំបន់ទាំង4នេះព្រំដែនជាង8គីឡូម៉ែត្រប៉ុន្តែតំបន់4នេះគឺតំបន់មុំ3ប្រាសាទតាមន់ធំប្រាសាទតាមន់តូចប្រាសាទតាកបីគឺមិនអាចរកការស្រោចស្រួលគ្នាបានទេទ្វេភាគី100ឆ្នាំទៀតឬ200ឆ្នាំទៀតក៏វាមិនចប់ដែរហើយនឹងវាជាងាយជាមូលហេតុនៃការផ្ទុះសង្គ្រាមរវាងជាតិសាសន៍ទាំងពីរប្រទេសទាំងពីរដូច្នេះហើយបានជាយើងជ្រើសរើសយកដំណោះស្រាយសន្តិភាពតាមរយៈនៃការចរចានិងតាមរយៈនៃការអនុវត្តច្បាប់ហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគោរពច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងនិងគ្រប់គ្រងដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការអ្នកណាក៏ដោយដែលគិតវេះពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាពនិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការណាបើយើង
មានភាពបរិសុទ្ធមិនត្រូវខ្លាចតឡាការទេមិនត្រូវខ្លាចតឡាការទេ